របៀបនៃការប្រើប្រាស់កំប៉ុស្តចិញ្ចែនដោយយកទៅធ្វើជាធាតុផ្សំនៃការលាយល្បាយដីសម្រាប់ដាំរុក្ខជាតិលម្អក៏ដូចជាដំណាំផ្សេងៗនិងមានការណែនាំអំពីរុក្ខជាតិ indoor plant 3ប្រភេទដែលវាធន់ទ្រាំនិងអាចដាំដុះនៅក្នុងម្លប់បានចំពោះធាតុផ្សំនៃការលាយល្បាយដីរបស់យើងមានដូចជាទី1សកៃដូងម៉ត់កំប៉ុស្តចិញ្ចែននិង perlite មែនតើគឺយើងមានវិធីសាស្ត្រច្រើនប្រភេទក្នុងការលាយល្បាយដីក៏ប៉ុន្តែវីដេអូនេះខ្ញុំនឹងចែករំលែកវិធីសាស្ត្រមួយដែលមានរូបមន្ត2-1-1មានន័យថា2ភាគគឺជាសកៃដូងម៉ត់1ភាគជាកំប៉ុស្តចិញ្ចែននិង1ភាគទៀតគឺជា perlite ដែលរូបមន្តមួយនេះគឺត្រូវបានគេប្រើប្រាស់ទូទៅហើយវាល្អសម្រាប់រុក្ខជាតិក្នុងការលូតលាស់បន្ទាប់ពីយើងលាយល្បាយដីបានសព្វស្មើសាច់ហើយបងប្អូនអាចយកទៅដាក់ដាំរុក្ខជាតិយើងបានហើយចំពោះរុក្ខជាតិលម្អវិញបើសិនបើទីកន្លែងរបស់បងប្អូនលក្ខណៈជាម្លប់ទេនឹងខ្ញុំសូមណែនាំរុក្ខជាតិ3ប្រភេទដែលវាធន់ទ្រាំទី1គឺប្រទាលពោះទាំង3-4ប្រភេទវានឹងមានទាំងប្រទាលពោះទឿប្រទាលពោះពណ៌រាង highlight ប្រទាលពោះពណ៌រាងបៃតងគឺវាសុទ្ធតែមានភាពធន់ដូចគ្នានិងមួយទៀតគឺប្រទាលពីងពីងឬមួយទៀតយើងហៅថាជាប្រទាលសារិកាហើយមួយទៀតផងដែរគឺជាប្រភេទស្លឹកម្លូដែលវាមានពីរប្រភេទទាំងម្លូ highlight និងម្លូធម្មតាលក្ខណៈពិសេសរបស់រុក្ខជាតិទាំង3ប្រភេទនេះគឺយើងអាចដាំវាបានទាំងក្នុងដីនិងក្នុងទឹកចំពោះការជ្រើសរើសយកវិធីសាស្ត្រដាំក្នុងទឹកគឺពិតជាមានលក្ខណៈងាយស្រួលមែនទែនដោយយើងគ្រាន់តែដូរទឹកចាប់ពី5ទៅ7ថ្ងៃម្ដងបើសិនបើបងប្អូនចង់លាយល្បាយដីដាំរុក្ខជាតិឬក៏ដាំដំណាំផ្សេងៗបងប្អូនអាចជ្រើសរើសប្រើរូបមន្ត2-1-1និងបើសិនបើបងប្អូនស្វែងរករុក្ខជាតិដែលអាចដាំនៅក្នុងម្លប់បានបងប្អូនអាចជ្រើសរើសរុក្ខជាតិ3ប្រភេទខាងលើដែលបានណែនាំនិងដើម្បីធ្វើឲ្យដីរបស់បងប្អូនមានសុខភាពល្អហើយរុក្ខជាតិដុះលូតលាស់ល្អវីដេអូមួយនេះណែនាំឲ្យបងប្អូនជ្រើសរើសយកកំប៉ុស្តចិញ្ចែនដើម្បីមកធ្វើជាធាតុផ្សំនៃការលាយល្បាយដី